អូខេសួស្តីអ្នកគ្នាជាមិនអានមានទីដែរហើយយើងនឹងមកជួបគ្នាហើយយើងនឹងមកជួបគ្នាជាមួយនឹងរឿងមនោសញ្ចេតនារវាងរដូវកាលដែលជាភាគទី15និង16ដែលជាភាគបន្តរបស់យើងផងដែរអញ្ចឹងណាហើយប្រហែលថ្ងៃនេះរៀងរវល់ដោយសារតែការសិក្សាគឺពិតជាច្រើនខ្លាំងមែនតើហើយមួយវិញទៀតខែក្រោយគឺអត់មានត្រូវឡើងឆាកអញ្ចឹងអត់មានត្រូវទៅទិញ script pro ហើយយីនោះគឺថាអត្តបទ admin ឡើងនិយាយហ្នឹងគឺថាកែរហូតអូយយីនោះគឺថារវល់ខ្លាំងមែនតើថយឡើងចង់ស្រក់ទឹកនេត្រាហើយមូលហេតុកែច្រើនពេកនឹងដោយសារតែវាអត់ត្រូវចិត្តព្រោះថាយើងវាលើកដំបូងបំផុតទៅចឹងទៅយើងមានអារម្មណ៍ថាអត់ជឿជាក់អត់មាន confidence សោះហ្មងហើយបង្កើតជាការស្ដាយក្រោយទៅថាហេតុអីបើខ្ញុំត្រូវចូលខ្មែរអញ្ចឹងហើយខ្ញុំមិនចូលកណិតទៅគឺខ្ញុំចូលខ្មែរធ្វើស្អីនិយាយពីថាគ្រាន់តែកាន់មេក្រូភ្លាមគឺថាផ្លិចលេងខួរក្បាលគឺអាងឹតឆឹងប៉ុន្តែដោយសារតែអត់មានគឺជាមនុស្សដែលចូលចិត្តសាកអីថ្មីអញ្ចឹងទៅតាមយថាកម្មអញ្ចឹងយើងនិយាយតែប៉ុណ្្នឹងបានហើយយើងចូលដល់ស្អីរៀងទៅម្ដងទៅ let's go ស្អីហឹងក៏បានកាត់នៅពេលដែលព្រៀងទី16ហ្នឹងគឺរហនឹងចាក់យន្តស៊ូរបស់យើងហើយសៅរបស់យើងឃើញតន់ក៏បានទៅជួយយន្តស៊ូរបស់យើងហើយក៏សួរថាតើអ្នកកំពុងតែធ្វើស្អីហ្នឹងហើយក៏ត្រូវបានអ្នកយាមនឹងការពារភាសាទៀតហើយស្រាប់តែពេលហ្នឹងគឺតឹងចាក់ពីណាគេទេលើតែឆាច់គឺថាជាយន្តស៊ូរបស់យើងនឹងឯងអ្នកគ្នាសូមអធិស្ឋានអ្នកគ្នាមួយថ្ងៃនេះត្រូវទឹកភ្លៀងញឹកពេកបង្កការភ្ញាក់ផ្អើលជាខ្លាំងពីនោះគឺថាយន្តស៊ូរបស់យើងគឺគាត់ស្រ័យហៅយន្តយូយើងមកទំហឹងហ្មងណាពួកអីយន្តយូគឺជាអ្នកមានគុណរបស់គាត់ហេតុអីវាម្ដងទៀតហើយគ្មាននរណាម្នាក់អាចធ្វើឲ្យយន្តស៊ូឈឺចាប់ទេហេឆាប់លេងភ្លាមដកដៃរបស់អ្នកចេញដកដៃរបស់អ្នកចេញយាមរបស់យន្តស៊ូរបស់យើងក៏បានវាយប៉ែកហ្នឹងឲ្យស្លាប់បាត់ទៅយន្តយូរបស់យើងទោះជាមានរបួសយ៉ាងណាក៏គាត់នៅតែការពារយន្តស៊ូដែរហ្នឹងគឺឲ្យការពារយន្តស៊ូឲ្យបានហើយចំណែកយន្តស៊ូរបស់យើងគឺមានការប្រួយបារម្ភចំពោះយន្តយូខ្លាំងមែនទែនហើយប៉ែកសៅហួរនៅគាត់នៅឆ្ងល់ថាហេតុអីបានជាហ្វីយីចង់សម្លាប់យន្តស៊ូចឹងមានការក្តៅក្រហាយមែនទែនគេប្រាប់ប្រមាណដងហើយនៅតែមិនជឿគេហើយទៅពេលមកនៅឆ្ងល់ចឹងឯងចង់ទៅចាប់ផ្ទះទួលនឹងម្ដីឲ្យស្វាងចាស់ហើយចំណែកយន្តយូរបស់យើងគឺគាត់នៅតែនិយាយពីដែរថាគាត់នឹងការពារឲ្យយន្តស៊ូយើងឈឺចាប់ពេកអញ្ចឹងហើយគាត់អូយគួរឲ្យសរសើរខ្លាំងមែនទែនជាងតួឯងប្រុសដូចច្រឹកដូចឈួតគ្នាយើងគិតចឹងនឹងគ្នាឯងខមមិនបានហើយគាត់បើកភ្នែកតិចហើយគាត់ក៏ហៅថាស៊ូខ្ញុំនៅទីនេះកុំខ្លាចអីខ្ញុំនៅទីនេះហើយខ្ញុំសុខសប្បាយទេអញ្ចឹងអ្នកខ្ញុំនឹងការពារអ្នកខ្ញុំនឹងមិនឲ្យនរណាម្នាក់ធ្វើឲ្យអ្នកសុខសប្បាយជាទេបាទខ្ញុំសុខសប្បាយជាទេអ្នកមានសុវត្ថិភាពហើយយន្តយូទេខ្ញុំមិនមានសោកនាដកម្មដដែលនេះកើតទៀតទេអ្នកមិនអាចស្លាប់គ្មាននរណាម្នាក់អាចយកអ្នកពីខ្ញុំទៀតទេយន្តយូហើយសៅហូបរបស់យើងក៏នៅតែនិយាយថាចេះហេតុអីបានជានាងខ្លាចជាបែបនេះតើមានអ្វីកើតឡើងក្នុងឆ្នាំទាំងនេះនៅពេលដែលខ្ញុំមិននៅក្នុងរាជធានីបើមានអ្វីកើតឡើងចំពោះយន្តយូខ្ញុំនឹងមិនអត់ទោសឲ្យអ្នកឡើយអស់របស់យើងគឺមានការគាំងមែនតើគឺនិយាយលេងចេញហើយលោកគ្រូពេទ្យរបស់យើងគឺគាត់រៀងភ័យខ្លាំងមែនតើដោយសារតែគាត់បានមើលយន្តយូយើងបានល្អជាងគាត់ភ័យខ្លាំងណាស់ព្រះអង្គម្ចាស់បានបាត់បង់ឈាមច្រើនណាស់ខ្ញុំខ្លាចថាគ្មានអ្វីដែលខ្ញុំអាចធ្វើបានដើម្បីសង្គ្រោះទ្រូងខ្ញុំមិនខ្វល់ទេបើគាត់ស្លាប់អ្នកទាំងអស់គ្នានឹងស្លាប់ជាមួយគាត់ហើយលោកគ្រូពេទ្យរបស់យើងគឺនិយាយទាំងញ័រខ្លួនថាបើព្រះអង្គម្ចាស់បាត់បង់ឈាមច្រើនណាស់អញ្ចឹងលុះត្រាតែមានអេលេជាខ្លាចដែលអាចធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញបានខ្ញុំខ្លាចថាវាមិនអាចយកមនុស្សស្លាប់មករស់ឡើងវិញយន្តស៊ូខ្ញុំសុំទោសវាគឺជាកំហុសរបស់ខ្ញុំយន្តស៊ូរបស់យើងក៏បានសួរទៅអបៈសៅហួរនឹងថាតើដាំងហ្វាហ្នឹងគឺមានអាស្មៅសង្គ្រោះជីវិតហ្នឹងអត់ខ្ញុំឆាំថាវានៅក្នុងផ្ទះរបស់គាត់បាទប៉ុន្តែវាជាអាកំបាំងមួយតើអ្នកធ្វើដូចម្ដេចតមកយន្តស៊ូរបស់យើងក៏បានបីយន្តយូរបស់យើងគឺរត់ទៅផ្ទះដងហ្វាងហ្នឹងហ្មងទៅវាមានដងហ្វាងប៉ែដងហ្វាងហ្នឹងក៏បាននិយាយថាខ្ញុំបដិសេធស្មៅសង្គ្រោះជីវិតអេជែនគឺជាកំណត់ទ្រព្យសម្បត្តិរបស់ដងហ្វាងទោះបីជាអ្នកគឺជាអ្នករាជការស៊ីវិលក៏ដោយអ្នកមិនអាចគ្រាន់តែយកវាតាមដែលអ្នកចង់បាននោះទេពេលហ្នឹងសាហុរបស់យើងក៏បានជួយនិយាយដែរគឺថាធ្វើមិនឲ្យអបិហ្នឹងគឺឲ្យស្មៅហ្នឹងមកឲ្យយន្តយូស្មៅសង្គ្រោះជីវិតឯចានលូតលាស់តែនៅកន្លែងត្រជាក់ខ្លាំងជីតារបស់ខ្ញុំបានយកបរិស3នាក់ដើម្បីស្វែងរកវាមានតែពាក្យកណ្ដាលប៉ុណ្ណោះដែលបានត្រឡប់មកវិញហើយជីតារបស់ខ្ញុំបានបាត់បង់ដៃដើម្បីយកវាក្នុងនាមអ្នកជាអ្នកតំណាងរាស្ត្រនៃចក្រភពយ៉ាងដ៏អស្ចារ្យតើអ្នកចង់ប្រថុយជីវិតរបស់អ្នកសម្រាប់តែអ្នកបម្រើទេអ្នកពិតជាមិនគួរឲ្យជឿណាពេលនោះចានហោះចានហើរធ្លាក់ទៅលើដីដោយទំនីថែនដីយ៉ាងលឿនរហ័សទាន់ចិត្តធ្វើឲ្យមានការបាត់ទៅភូបីខ្ចាត់ខ្ចាយជាតែមានមកអ្នកសារព័ត៌មានមែននឹងយន្តយូមិនមែនជាអ្នកបម្រើទេគាត់ធំឡើងជាមួយយន្តស៊ូគាត់ជាគ្រួសាររបស់យន្តស៊ូមិនមានមនុស្សច្រើនទេដែលគាត់ទុកចិត្ត
ខ្ញុំនឹងមិនធ្វើឲ្យគាត់បាត់បង់យន្តយូរទេប្រសិនបើអ្នកមិនចង់ឃើញសាកសពរបស់ចវាយអ្នកទេចូលទៅយកស្មៅសង្គ្រោះជាតិជីវិតសៅហ៊ូឈួនតើអ្នកពិតជាចង់ប្រឆាំងនឹងខ្ញុំមែនទេផ្ដល់ឲ្យខ្ញុំនៅស្មៅហើយខ្ញុំនឹងតាមបញ្ជារបស់អ្នកប្រាប់គេទៅយកស្មៅលោកដងហ្វាងតើអ្នកនៅចាំបានថាមានរឿងអ្វីកើតឡើងក្នុងពិធីទទួលជោគជ័យរបស់ចៅវាយនាយនៃគ្រួសារដងហ្វាងកាលពី5ឆ្នាំមុនទេអ្នកត្រូវពួរបង្ការរបស់អ្នកចាប់ចូលក្នុងផ្ទះបនបន្ទាប់ពីបដូរទៅក្នុងសម្លៀកបំពាក់ស្ត្រីជឿថាវាមិនងាយស្រួលទេក្នុងការបំភ្លេចវាដងហ្វាងម៉េងគឺជាទីប្រឹក្សានៃគ្រួសារសៅហ៊ូគាត់ធ្លាប់ចង់ឲ្យខ្ញុំស្លាប់ក្នុងជីវិតពីមុនរបស់ខ្ញុំដើម្បីបញ្ចុះបញ្ចូលគាត់ខ្ញុំត្រូវតែមើលទៅអ្នកដឹងច្រើនភាពខ្ពង់ខ្ពស់របស់អ្នកប៉ុន្តែខ្ញុំស្អប់ការគំរាមកំហែងហើយយន្តសួររបស់យើងក៏បានកើតក្នុងចិត្តថាយន្តយូខ្ញុំមិនដឹងថាហេតុអ្វីបានជាអ្នកបានកិច្ចពីគាត់ក្នុងជីវិតមុននោះទេប៉ុន្តែវាជាជីវិតរបស់អ្នកខ្ញុំគ្មានជំរឿសទេអ្នកដែលបានសង្គ្រោះអ្នកពីផ្ទះបនហើយបានដកថ្នាំសាសក្នុងខ្លួនអ្នកគឺយន្តយូហ៎ស្អីពីរអប៉ានឹងគឺមានការភ្ញាក់ផ្អើលមែនទែនហើយគាត់ក៏នឹកឃើញថាមនុស្សដែលបានជួយគាត់នឹងគឺជាយន្តយូហ្នឹងហើយអូយគឺដោយសារតែអាកាបូបនឹងគឺជាផោះតាងអីចឹងណាគឺគាត់ក៏សម្រេចចិត្តថាក្នុងជីវិតមុនរបស់ខ្ញុំជាច្រើនឆ្នាំបន្ទាប់ពីយន្តយូត្រូវបានសម្លាប់ដោយឈៀងលូដងហ្វាងបានរកឃើញការពិតហើយបានសងសឹកឈៀងលូដែរដោយគាត់បានដុតវិមានរបស់ឈៀងលូហើយបានសម្លាប់ឈៀងលូដោយផ្ទាល់ខ្ញុំគិតថាគាត់នឹងយកចិត្តទុកដាក់នឹងយន្តយូម្ដងទៀតក្នុងជីវិតនេះហើយសៅហ៊ូរបស់យើងគឺថាភ្ញាក់ផ្អើលមែនទែនទេវអសរដែលជួយជីវិតបើដងហ្វាងហ្នឹងគឺជាយន្តយូចឹងអាប៉ែហ្នឹងគឺថាព្រមឲ្យអាស្មៅហ្នឹងទៅកាន់យន្តស្រួលរបស់យើងហើយអញ្ចឹងគឺយន្តយូយើងមានសមត្ថភាពឲ្យអ្នកគ្នាអើរបស់យើងឃើញថាអាប៉ែហ្នឹងយកព្រមហើយគាត់ក៏បាននិយាយថាគ្រប់តាមពាក្យសន្យាខ្ញុំនឹងធ្វើតាមកិច្ចការរបស់នេះអីចឹងណាប៉ុន្តែអាប៉ែដងហ្វាហ្នឹងគឺធ្វើផ្លេចយោណាអ្នកណាចង់បានស្មៅអ្នកណាអ្នកទទួលខុសត្រូវភាសារបស់យើងក៏ឆ្ងល់ដែរហើយគ្រាន់តែលក្ខខណ្ឌប៉ុណ្ណឹងមិនក៏ងាយស្រួលខ្លាំងម៉េះអញ្ចឹងណាចឹងសៃរឿងយើងក៏ចោលតែត្រឹមហ្នឹងអរគុណអ្នកគ្នាសម្រាប់ការទស្សនារហូតដល់ចប់ហើយយើងនឹងជួបគ្នាជាមួយនឹងសប្តាហ៍ក្រោយនៃរឿងការបន្លំខ្លួនធ្វើប្រពន្ធចិត្តរបស់ព្រះអង្គម្ចាស់ខូខៅដែលជាភាពបន្តរបស់យើងអញ្ចឹងណាជូនពរអ្នកគ្នាមានសំណាងល្អសុខភាពល្អពីខ្ញុំស្រឡាញ់អ្នកគ្នាបាយជួបគ្នានៅពេលក្រោយបាយ